ជំងឺវិកលចរិតឬក៏ schizophrenia មិនមែនគឺជាការដែលមានបុគ្គលិកលក្ខណៈច្រើននៅក្នុងខ្លួននោះទេវាគឺជាការដែលខួរក្បាលមានការលំបាកនៅក្នុងការបែងចែករវាងអ្វីទៅគឺជាការពិតនិងអ្វីគឺជាការសម័យសម័យដែលវាបានបំលែងគំនិតសម្លេងនិងអារម្មណ៍ធម្មតាទៅជាអ្វីមួយដែលគួរឲ្យខ្លាចបំផុតអ្នកប្រហែលជាឮសម្លេងខ្សឹបៗពីក្រោយខ្នងហើយមានអារម្មណ៍ថាមានគេកំពុងនិយាយដើមអ្នកទោះបីជាគ្មានអ្នកណាក៏ដោយនៅទីនោះឬអ្នកឃើញនៅសមោកម្រើកហើយអ្នកច្បាស់នៅក្នុងចិត្តថាវាគឺជាការគំរាមកំហែងទោះបីជាអ្វីៗនៅជុំវិញខ្លួនអ្នកកំពុងតែមានភាពស្ងប់ស្ងាត់ក៏ដោយអ្នកចិត្តវិទ្យាឲ្យនិយមន័យវាថាគឺជាជំងឺវិកលចរិតឬក៏ជាជំងឺផ្លូវចិត្តរ៉ាំរ៉ៃដែលប៉ះពាល់ទៅដល់របៀបដែលមនុស្សម្នាក់គិតមានអារម្មណ៍និងការយល់ឃើញចំពោះទស្សនវិជ្ជាជាក់ស្ដែងវាធ្វើឲ្យមានការភាន់ច្រឡំទៅលើការយល់ដឹងអារម្មណ៍និងការគិតដែលធ្វើឲ្យពិបាកនៅក្នុងការពឹងផ្អែកទៅលើការពិតការយល់ច្រឡំឬក៏ hallucination ឬការមានជំនឿខុសឆ្គងដែលគេហៅថា delusion ឬក៏ការគិតមិនមានរបៀបរៀបរយគឺជារោគសញ្ញាដែលគេស្គាល់ច្រើនបំផុតនៅក្នុងជំងឺ schizophrenia ប៉ុន្តែនៅពីក្រោមរោគសញ្ញាទាំងនេះគឺជាភាពច្បោកច្បល់មិនមែនគឺជាភាពវឹកវរដែលគ្មានមូលហេតុនោះទេប្រព័ន្ធទំនាក់ទំនងខួរក្បាលរបស់អ្នកមានដំណើរការខុសប្រក្រតីផ្លូវបញ្ជូនសារធាតុដូប៉ាមីនឬគេហៅថាដូប៉ាមីន pathway ជាពិសេសនៅក្នុងប្រព័ន្ធប្រសាទMesolimbic ធ្វើការលើកកម្រិតដោយកំណត់ថាកំណត់ឬសម្លេងចៃដន្យនានាគឺជាអ្វីដែលមានសារៈសំខាន់បំផុតទន្ទឹមនឹងគ្នានេះដែល prefrontal cortex ដែលជាតម្រងសម្រាប់ការគិតបែបសមហេតុផលរបស់អ្នកបាត់បង់នូវការគ្រប់គ្រងតែជាលទ្ធផលធ្វើឲ្យខួរក្បាលរបស់អ្នកចាប់ផ្ដើមផ្ដល់នូវទិន្នន័យលើអ្វីដែលគ្មានន័យវាបញ្ចាស់នៅក្នុងការសម័យនិងការយល់ច្រឡំឬយល់ឃើញទៅលើបទពិសោធន៍តែមួយអ្នកប្រហែលជាបកស្រាយថាវាគឺជាភាពចៃដន្យឬធម្មតាជាសារអ្វីមួយសម្លេងខ្សឹបអាចបន្លឺឡើងដូចជាសម្លេងនិយាយតិចៗនៅពីក្រោយខ្នងរបស់អ្នកដូចជាការពិតអញ្ចឹងពិភពលោករបស់អ្នកអាចផ្លាស់ប្ដូររវាងភាពច្បាស់លាស់និងភាពច្បោកច្បល់ក្នុងរយៈពេលតែ1វិនាទីប៉ុណ្ណោះវាមិនមែនមកពីការខ្វះនៅក្នុងការគិតបែបតក្កវិជ្ជានោះទេប៉ុន្តែវាគឺជាខួរក្បាលរបស់អ្នកជំងឺដែលអ្នកកំពុងបង្កើតនឹងការពិតមួយចំនួនឲ្យការពិតមែនតែនដែលមានអារម្មណ៍ថាអ្នកមិនអាចគេចផុតពីវាបានឡើយជំងឺវិកលចរិតមិនមែនធ្វើឲ្យនរណាម្នាក់ខ្លាចជាមនុស្សឆ្កួតនោះទេវាគឺជាខួរក្បាលរបស់អ្នកដែលព្យាយាមស្វែងរកនូវរបៀបរៀបរយនៅក្នុងភាពរំខានស្វែងរកនូវអត្ថន័យនៅក្នុងភាពចៃដន្យនិងស្វែងរកសុវត្ថិភាពនៅក្នុងភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយជំងឺប្រភេទនេះមិនមែនជាជំងឺធូរស្រាលនោះទេអ្នកជំងឺគួរតែទទួលបាននូវការមើលថែពីវេជ្ជបណ្ឌិតជំនាញឬក៏ psychiatrist ដែលមានជំនាញច្បាស់លាស់គ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរ៉េងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជាclinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយនៅពេលដែលមនុស្សមួយចំនួនមានអារម្មណ៍ថាសោកសៅពួកគេតែងតែគេងចុះបិទភ្នែកហើយដាក់ដៃនៅលើក្បាលរបស់ពួកគេដោយថ្នមៗហាក់បីដូចជាមានដៃរបស់អ្នកដទៃនៅទីនោះដើម្បីលួងលោមពួកគេដូច្នោះដែរមើលមួយភ្លែតវាហាក់ដូចជាចម្លែកប៉ុន្តែតាមពិតទៅវាគឺជាយន្តការនៃការបន្ស៊ាំខ្លួនតាមបែបធម្មជាតិនិងជាទម្រង់ដ៏មានឥទ្ធិពលនៅក្នុងការលួងលោមខ្លួនឯងខួរក្បាលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការប៉ះពាល់ហើយជួនកាលវាមិនអាចបែងចែកឲ្យដាច់ស្រឡះរវាងការលួងលោមរបស់អ្នកដទៃនិងការលួងលោមដោយធ្វើដោយខ្លួនឯងសកម្មភាពនៃការប៉ះពាល់ដ៏សាមញ្ញនេះអាចជំរុញឲ្យបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនដែលបានកាត់បន្ថយនូវអរម៉ូន stress និងបញ្ជូនសញ្ញានៃសុវត្ថិភាពទៅកាន់ប្រព័ន្ធប្រសាទរបស់ខួរក្បាលសម្រាប់មនុស្សជាច្រើនវានាំមកនូវអារម្មណ៍នៃការទទួលបាននៃការយកចិត្តទុកដាក់ការអោបក្រសោបសូម្បីតែនៅក្នុងគ្រានៃភាពឯកាអ្នកចិត្តវិទ្យាយល់ឃើញថានេះគឺជាការបង្ហាញរូបរាងនៃសេចក្តីអាណិតអាសូរចំពោះខ្លួនឯងដោយផ្ដល់ឲ្យរាងកាយនូវអ្វីដែលត្រូវការនៅពេលដែលគ្មានការគ្រប់គ្រងពីខាងក្រៅវាគឺជាការរំលឹកថាការលួងលោមមិនមែនចាំបាច់តែមកពីអ្នកដទៃនោះទេជួនកាលអ្វីដែលផ្ដល់ការព្យាបាលបំផុតដែលយើងអាចធ្វើបានគឺនៅក្បែរខ្លួនឯងដើម្បីបញ្ជាក់ថាយើងពិតជាមានតម្លៃសម្រាប់ការទទួលស្គាល់ថែទាំសុវត្ថិភាពនិងក្តីមេត្តាអ្នកទាំងអស់គ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរ៉េងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយ
នៅក្នុងចិត្តវិទ្យាការជក់បារីមិនមែនត្រឹមតែជាទម្លាប់នោះទេប៉ុន្តែវាគឺជាវដ្តនៃចិត្តសាស្ត្រដែលយាយីដល់ផ្លូវចិត្តនិងអារម្មណ៍វាកើតឡើងដំបូងដោយសារតែភាពតានតឹងនិងភាពសោកសៅអ្នកចាប់ផ្ដើមអុចបារីមិនមែនដោយសារតែរាងកាយរបស់អ្នកត្រូវការថ្នាំជក់នោះទេប៉ុន្តែដោយសារតែចិត្តរបស់អ្នកទាំងនោះកំពុងស្រែករកការរំដោះខ្លួនហើយនៅក្នុងខណៈពេលនោះការជក់បារីមិនមានអារម្មណ៍ថាជាការធ្វើបាបខ្លួនឯងនោះទេផ្ទុយទៅវិញអ្នកមានអារម្មណ៍ដូចជាការរំដោះខ្លួនទៅវិញពួកក្បាលរបស់អ្នកបញ្ចេញនូវសារធាតុគីមីដូប៉ាមីនមិនមែនដោយសារតែអ្នកមានសេចក្តីសុខនោះទេប៉ុន្តែដោយសារតែអ្នកទើបតែបានគេចផុតពីការឈឺចាប់យ៉ាងហោចណាស់ក៏បានត្រឹមរយៈពេលខ្លីដែរកាលណាអ្នកធ្វើបែបនេះកាន់តែញឹកញាប់ខួរក្បាលរបស់អ្នកនឹងកាន់តែភ្ជាប់ការឈឺចាប់ផ្លូវអារម្មណ៍ទៅនឹងបារីខួរក្បាលរបស់អ្នកចាប់ផ្ដើមភ័ន្តច្រឡំរវាងការលួងលោមចិត្តនិងរង្វាន់នៃសារធាតុគីមីសូម្បីតែការកេះដែលកេះចង្វាក់នៃការដុតដង្ហើមចូលឬសូម្បីតែក្លិនរបស់វាក៏คล้ายទៅជាផ្នែកមួយនៃពិធីកម្មដែរវាគឺជាពិធីកម្មដែលខួរក្បាលរបស់អ្នកយល់ថានេះគឺជាសុវត្ថិភាពខាងផ្លូវកាយអ្នកមិនមែនញៀននឹងការជក់បារីនោះទេប៉ុន្តែអ្នកញៀនទៅនឹងអារម្មណ៍ដែលការជក់បារីបានផ្ដល់ឲ្យអ្នកឬនិយាយឲ្យចំទៅគឺជាអ្វីដែលវាជួយឲ្យអ្នកគេចផុតពីពិភពខាងក្រៅប្រសិនបើអ្នកចង់ផ្ដាច់វាអ្នកមិនមែនត្រឹមតែត្រូវការបំបែកទម្លាប់នោះទេប៉ុន្តែអ្នកត្រូវតែបំបែកវដ្តនៃចិត្តសាស្ត្រចោលហើយវដ្តនេះមិនមែនបញ្ចប់ត្រឹមតែបារីដើមចុងក្រោយរបស់អ្នកនោះឡើយវាបញ្ចប់នៅពេលដែលអ្នកហ៊ានប្រឈមមុខទៅនឹងភាពមិនសនុកចិត្តលើកដំបូងហើយជ្រើសរើសមិនរត់គេចចេញពីវាអ្នកទាំងអស់គ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរែងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយហេតុអ្វីបានជាមនុស្សមួយចំនួនយំនៅក្នុងពេលឆ្លោះប្រកែកគ្នាសូម្បីតែពេលដែលពួកគេកំពុងខិតខំតស៊ូដើម្បីបង្ហាញនូវភាពរឹងមាំក៏ដោយតាមពិតទៅវាគឺជាសម្លេងដ៏សែនខ្លោចផ្សានៃប្រព័ន្ធប្រសាទដែលបានឈានទៅដល់កម្រិតនៃកំណត់របស់វាសម្រាប់មនុស្សទាំងនេះអារម្មណ៍មិនមែនគ្រាន់តែស្ថិតនៅក្នុងចិត្តតែប៉ុណ្ណោះទេប៉ុន្តែវាជ្រៀតចូលទៅក្នុងសរសៃឈាមដែលត្រៀមនឹងហូរហៀចេញមកនៅពេលដែលមានសញ្ញាបែកបាក់ដំបូងបំផុតនៅពេលដែលសម្លេងចាប់ផ្ដើមខ្លាំងឬបរិយាកាសប្រែជាត្រជាក់ស្រាប់រាងកាយរបស់ពួកគេបានក្បត់ពួកគេបេះដូងមិនមែនគ្រាន់តែលោតញាប់នោះទេវាបញ្ជាក់ពីការឈឺចាប់បំពង់កមិនមែនគ្រាន់តែតឹងណែននោះទេគឺវាស្ទះចិត្តដោយបង្ខំពាក្យសម្ដីដែលពួកគេត្រូវការនិយាយបំផុតឲ្យនៅខាងក្នុងកុំទុកឲ្យភាពហត់នឿយផ្លូវចិត្តខ្លាចទៅជាបន្ទុកដ៏ធ្ងន់ដែលអ្នកត្រូវលើតែម្នាក់ឯងអីមនុស្សម្នាក់សិតតែមានដែនកំណត់ប្រសិនបើអ្នកមានអារម្មណ៍ថាចិត្តរបស់អ្នកកំពុងតែធ្ងន់ធ្ងររកច្រកចេញមិនឃើញនៅ Clinic MindCare យើងត្រៀមខ្លួនចាំស្ដាប់អ្នកជាមួយនឹងវិជ្ជបណ្ឌិតជំនាញផ្នែកឯកទេសផ្លូវចិត្តដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំងផ្ទាល់យើងផ្ដល់ជូនទៅលើការប្រឹក្សាពិគ្រោះគឺផ្ដល់នូវក្តីសង្ឃឹមនិងដំណោះស្រាយតាមបែបវិទ្យាសាស្ត្រកុំចាំដល់ជំងឺផ្លូវចិត្តឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរតាក់ទងមក MindCare ឥឡូវនេះដើម្បីទទួលការប្រឹក្សាពិសេសសម្រាប់អ្នកខឹងហើយយំទឹកភ្នែកទាំងនោះមិនមែនជាការជ្រើសរើសនោះទេហើយក៏មិនមែនជាកលល្បិចដែរពួកវាគឺជាភស្តុតាងដ៏ស្ងប់ស្ងាត់នៃការភ័យខ្លាចចំពោះការបែកបាក់ដែលចាក់ឫសយ៉ាងជ្រៅរហូតដល់មានអារម្មណ៍ដូចជាការបាត់បង់ធំធេងជាញឹកញាប់នេះគឺជាដាននៃអតីតកាលដែលការឆ្លោះប្រកែកមានន័យថាការបាត់បង់ឬជាកន្លែងដែលការចង់ស្ដាប់ឬចង់ឮតម្រូវឲ្យមានអ្វីលើសពីការនិយាយវាគឺជាសម្លេងរបស់នរណាម្នាក់ដែលកំពុងព្យាយាមថែរក្សាទំនាក់ទំនងខណៈពេលដែលពិភពលោកខាងក្នុងរបស់ពួកគេកំពុងតែដួលរលំសម្រាប់ពិភពខាងក្រៅវាហាក់ដូចជាការចោះចាញ់ប៉ុន្តែសម្រាប់អ្នកដែលកំពុងយំវាមានអារម្មណ៍ដូចជាកំពុងលង់ទឹកនៅក្នុងចិត្តរបស់ខ្លួនឯងឬក៏ empathy របស់ខ្លួនឯងពួកគេត្រូវបានបង្ខំឲ្យទទួលរងរាល់នូវភាពមុតស្រួចនៃចំនួនរាល់កំហឹងរបស់អ្នកដទៃនិងរាល់ភាពអាម៉ាស់ដែលកំពុងកើតឡើងនៅលើខ្លួនឯងវាគឺជាតម្លៃដ៏ធ្ងន់នៃការមានបេះដូងដែលបើកចំហពេកនៅក្នុងពិភពលោកដែលអាចនឹងបិទចិត្តអ្នកទាំងអស់គ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរែងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយមនុស្សដែលតែងតែនៅក្នុងផ្ទះយូរពេកហើយចាប់ផ្ដើមបាត់បង់នូវចំណង់នៅក្នុងការចេញទៅក្រៅច្រើនតែជឿថាពួកគេគ្រាន់តែសម្រាកប៉ុណ្ណោះតាមពិតទៅពួកគេអាចនឹងកំពុងតែស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តមួយដែលគេឲ្យឈ្មោះថាការគិតរវើរវាយវិលវល់
ឬក៏តាមបទដ្ឋានបច្ចេកទេសនៃភាសាអង់គ្លេសគេហៅថា mental rumination នៅក្នុងស្ថានភាពនេះខួរក្បាលហាក់ដូចជាកំពុងបន្ថយល្បឿននៃដំណើរការរបស់វាខណៈពេលដែលបរិមាណនៅក្នុងការគិតបានកើនឡើងតែការលើកទឹកចិត្តខាងក្នុងវិញឬក៏ការធ្វើសកម្មភាពបែរជាធ្លាក់ចុះការយកចិត្តទុកដាក់ត្រូវបានជាប់គាំងនៅក្នុងបទពិសោធន៍នៃអតីតកាលចិត្តចាប់ផ្ដើមព្រួយបារម្ភពីអនាគតហើយបន្តិចម្ដងវាក៏អស់កម្លាំងចិត្តនៅក្នុងការរស់នៅពេលបច្ចុប្បន្នតាមរយៈចិត្តវិទ្យានៃប្រព័ន្ធប្រសាទសកម្មភាពខួរក្បាលបានផ្លាស់ប្ដូរទៅកាន់បណ្ដាញដែលពាក់ព័ន្ធទៅនឹងការគិតបែបអសកម្មចំណែកឯផ្នែកដែលទទួលខុសត្រូវលើសកម្មភាពនិងកំណត់ព្រួយផ្ដើមទទួលបានការរំញោចតិចទៅអ្វីដែលពិបាកនោះគឺការគិតរវើរវាយនេះច្រើនតែបន្លំខ្លួនថាជាការសម្រាកដើម្បីងើបឡើងវិញការអវត្តមានពីខាងក្រៅបានកាត់បន្ថយតម្រូវការក្នុងការសម្រេចចិត្តហើយខួរក្បាលចាប់ផ្ដើមចាក់ឡើងវិញនៅរឿងរ៉ាវដដែលលទ្ធផលដែលទទួលបានគឺអារម្មណ៍ហត់នឿយដោយមិនបានប្រើកម្លាំងនិងភាពងើយកន្តើយដោយគ្មានមូលហេតុច្បាស់លាស់មនុស្សមានអារម្មណ៍ថាអស់ថាមពលទោះបីជាពួកគេធ្វើការងារតិចតួចបំផុតក៏ដោយនៅក្នុងផ្ទះផ្លូវចេញពីស្ថានភាពនេះមិនមែនជាការសម្រាកបន្ថែមទៀតនោះទេប៉ុន្តែគឺជាការត្រឡប់ទៅរកការរៀបចំនូវរចនាសម្ព័ន្ធជីវិតនិងការប្រកបកិច្ចការខាងក្រៅឡើងវិញដោយថ្នមសូម្បីតែការផ្លាស់ប្ដូរតិចតួចក៏អាចជួយបានដែរដូចជាការចេញក្រៅផ្ទះការផ្លាស់ប្ដូរផ្លូវធ្វើដំណើរប្រចាំថ្ងៃការប្រស័យទាក់ទងនឹងសង្គមក្នុងរយៈពេលខ្លីឬក៏ការធ្វើចលនារាងកាយសកម្មភាពទាំងនេះផ្ដល់ឲ្យខួរក្បាលនូវចំណុចយោងថ្មីវាបង្វែរការយកចិត្តទុកដាក់ពីរង្វង់នៃការគិតបិទចិត្តខ្លួនទៅរកពិភពខាងក្រៅកាត់បន្ថយនូវភាពតានតឹងនិងសន្សឹមស្ដារនូវអារម្មណ៍នៃការចូលរួមក៏ដូចជាចំណាប់អារម្មណ៍ពិតប្រាកដចំពោះអ្វីដែលកំពុងកើតឡើងបងប្អូនគ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងរែងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ Clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយ